ចំណុចគឺយើងចង់និយាយអំពី overloading ពេលថា overloading មានន័យថា function ដែលមានឈ្មោះដូចគ្នាប៉ុន្តែវាខុសគ្នាត្រង់តែ parameter វាដូចជា function sum ប៉ុន្តែ parameter របស់ function នេះមាន2 function នេះមាន3 function នេះមាន4អញ្ចឹងមានន័យថា function ទាំង3នេះគឺវា overloading គ្នាដល់ពេលដែលយើងហៅ function ណាមួយទៅប្រើវាត្រូវពិសាទៅលើ parameter ដែលវាមានបើសិនជាវាស្ថិតក្នុងលក្ខខណ្ឌមួយណាវានឹងហៅ function មួយនោះមកប្រើអញ្ចឹងនេះគឺជា class sum ប្រើឥឡូវយើងហៅ class នេះមកប្រើនៅក្នុង module class module អញ្ចឹងយើងមើល dim as new ឈ្មោះ class នេះគឺ sum នេះគឺមានន័យថាការបង្កើត object ហើយបន្តមកទៀតយើងហៅ function យើងចាប់ផ្ដើមយក object មក access method ដែលមាននៅក្នុង class នោះគឺ method sum ហ្នឹងឯងនេះ sum ប៉ុន្តែនេះក៏ access sum នេះក៏ access sum នេះ sum វាខុសគ្នាត្រង់តែ parameter នេះ parameter មាន2នេះមាន3នេះមាន4អញ្ចឹងពេលដែលយើងហៅ function sum ដែលមាន2 parameter វាប្រកបជាទៅនាំយក function នេះមកប្រើដោយសារអីលក្ខខណ្ឌ parameter វាដូចគ្នាជាមួយនឹងខាងក្រោមនេះហើយសូមបញ្ជាក់ថាវាមិនមែនគ្រាន់តែជាលក្ខណៈ overloading វាមិនមែនមានតែលក្ខណៈចំនួន parameter ទេវាអាចទាក់ទងជាមួយនឹង data type របស់ parameter ទីហោថា data type នេះជា integer data type នេះជា integer អញ្ចឹងវាអាចត្រូវគ្នាប៉ុន្តែបើសិនជា data type ខុសគ្នាក៏អាចត្រូវគ្នាដែរយើង test មើល3 6